លោកដល់យប់ទី2ចូលមកដល់គ្រូនិងកុសលក៏មិនទាន់ដេកនៅពេលនោះគេក៏បានលួបចាំនៅក្បែរបន្ទប់របស់កូនស្រីស្រាប់តែពេលនោះនាងខ្មោចពួននោះក៏បានចេញមកម្ដងទៀតនៅចំមាត់ទ្វាររបស់កូនស្រីបំរុងនឹងចូលទៅហើយតែពេលនោះស្រាប់តែសីមាបានបញ្ចេញសិលធ្វើឲ្យត្រូវព្រលឹងរបស់នាងខ្មោចនោះអូយឈឺណាស់ហេតុអីក៏ចុកខ្លាំងម្ល៉េះតើនេះជាធ្នាប់ឯរបស់អ្នកណាមិនដែលយ៉ាងម៉េចអញគឺជានាងពួនកូនចៅអញរស់នៅក្នុងព្រៃខំពួនសំងំក្នុងស្បែកឈើក្នុងសាច់ឈើគិតថាមិនចង់ឲ្យបំពានជាមួយអ្នកណាហេតុអីក៏ឯងទៅខ្វេះខ្វាយកូនចៅអញខ្លះងាប់ខ្លះពិការខ្លះឯងទោកមកចងយកមកធ្វើជាកូនចៅបរិវារតើឯងគិតថានេះគឺជារឿងដែលឯងធ្វើត្រូវមែនទេរឿងខ្មោចនាងពួនកាលពីយូរលង់ណាស់មកហើយមានភូមិមួយរស់នៅដោយប្រកបទៅដោយការជឿអបិយជំនឿជាខ្លាំងជារៀងរាល់ថ្ងៃអ្នកស្រុកអ្នកភូមិនោះតែងតែចូលទៅក្នុងព្រៃដើម្បីរកក្លឹមឈើជាពិសេសពួកគេតែងតែទៅរកនាងពួនដើម្បីមកធ្វើពិធីសក្ការៈបូជាធ្វើឲ្យខ្លួនមានអំណាចកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃពួកគេតែងតែចូលព្រៃជ្រៅដើម្បីស្វែងរកនាងពួនក្នុងគោលបំណងគិតថានឹងយកមកឧបកិច្ចធ្វើជាវត្ថុស័ក្តិសិទ្ធិការពារខ្លួនតែពួកគេមិនដឹងថានាងពួនខ្លះក៏មានការសាហាវផងដែរតាសម្រិតគឺជាបុរសចំណាស់នៅក្នុងភូមិដែលតែងតែចូលទៅក្នុងព្រៃរួចហើយធ្វើការជីកកោះរកនាងពួនតាមដើមឈើធំនានាតាសម្រិតនេះក៏មានគោលក្រមុំម្នាក់ដែលមានរូបឆោមស្រស់ស្អាតដាច់គេផងដែរធ្វើឲ្យកំឡោះកូនសិស្សដែលមករៀនវិជ្ជាលងស្នេហ៍កូនក្រមុំរបស់តាសម្រិតជាខ្លាំងប៉ុន្តែតាសម្រិតនេះពិតជាមិនទាន់លើកឲ្យអ្នកណាឡើយមើមុំកូនគិតទៅរកដាំទឹកឲ្យពុកបន្តិចមកទឹកតែរបស់ពុកនេះអស់ហើយចាពុកចាំបន្តិចទៅខ្ញុំកំពុងតែរៀបចំឲ្យពុកមើមុំកូនតើកូនឆ្នាំនេះអាយុប៉ុន្មានហើយទោះបីជាកូនមានរូបរាងពេញក្រមុំក៏ដោយសម្រាប់ពុកកូននៅតែជាកូនស្រីដ៏តូចច្រឡឹងរបស់ពុកដដែលកូនហាក់បីដូចជាកូនក្មេងអាយុ10ឆ្នាំអញ្ចឹងមិនដឹងស្អីទេពុកតាមពិតខ្ញុំធំហើយអាយុរបស់ខ្ញុំក៏ច្រើនជាង18ឆ្នាំដែរប៉ុន្តែពុកនៅតែប្រាប់គេថាពុកមានកូនក្រមុំមានតែកូនមួយអាយុតូចពុកមិនដែលឲ្យកូនបានជួបនឹងមនុស្សម្នាខាងក្រៅសោះយើអីក៏ចង់ជួបម្លេះកូនកុំចង់ជួបអីមនុស្សខាងក្រៅវាមិនល្អដូចជាមនុស្សខាងក្នុងផ្ទះយើងទេយើងមានតែពីរអ្នកឪពុកកូនបើកូនមានរឿងអីទៅតើឲ្យពុកនេះរស់នៅយ៉ាងដូចម្ដេចទៅបើអញ្ចឹងពុកគិតថាឲ្យខ្ញុំនៅជាមួយពុកជារៀងរហូតមែនទេមិនឲ្យខ្ញុំមានគូស្រករអីទេឬទេឪពុកមិនដែលមានចិត្តគិតអញ្ចឹងឡើយចាំបន្តិចទៀតទៅចាំមើលឪពុករកបុរសណាដែលស័ក្តិសមនឹងកូនរួចហើយអំគុំអ្នកទាំងពីរធ្វើជាប្តីប្រពន្ធនឹងគ្នាលុះដល់ថ្ងៃមួយផ្ទះរបស់គ្រូសំរិទ្ធមានកូនសិស្សចូលជាហូរហែប៉ុន្តែនៅពេលនោះមានបុរសពីរនាក់ក៏បានចូលមកសុំរៀនវិជ្ជាខ្លះដើម្បីទប់ការពារខ្លួនម្នាក់មានឈ្មោះថាកុសលម្នាក់ទៀតមានឈ្មោះថាវិបុត្រកុសលគឺជាកូនរបស់អ្នកចុងភូមិដែលមានអត្តចរិតស្លូតបូតមិនសូវចេះមាត់ករីឯវិបុត្រវិញគឺជាកូនរបស់អ្នកមានមុខមានមាត់នៅក្នុងភូមិនៅពេលដែលគេមិនទាន់សម្រេចចិត្តចូលមករៀនគេបានគិតងារជាមួយនឹងកូនចៅព្រោះថាការរៀនសូត្រនេះគឺមិនចេញពីចិត្តឡើយព្រោះថាគេល្បីថាកូនគ្រូពិតជាមានសម្រស់ស្អាតដូច្នេះហើយទើបធ្វើឲ្យគេមានចិត្តចង់មកលោកមើលអ្នកទាំងពីរមកពីណាដែរចូលអ្នកទាំងពីរណែនាំខ្លួនបន្តិចទៅមើលបាទជំរាបសួរលោកគ្រូខ្ញុំបាទមានឈ្មោះថាកុសលខ្ញុំបាទគឺជាកូនទី2ឪពុកម្ដាយរបស់ខ្ញុំប្រកបរបរហើយខ្ញុំមានផ្ទះនៅក្បែរវត្តនៅក្នុងភូមិនេះទេលោកគ្រូល្អហើយ
choអ្នកកំឡោះនេះវិញខ្ញុំគឺជាកូនរបស់មហាសេដ្ឋីតែមិនដល់សេដ្ឋីពេកទេគ្រាន់តែជាអ្នកមានមុខមាត់ហើយខ្ញុំមកទីនេះដើម្បីរៀនវិជ្ជាយកទុកការពីខ្លួនជាពិសេសខ្ញុំក៏ចង់ដើររកគូព្រេងផងដែរព្រោះថាខ្ញុំមិនតាន់មានប្រពន្ធកូនឡើយ ក្រោយពីស្ដាប់ការរៀបរាប់ហើយតាសម្រិតមានអារម្មណ៍ថាបុរសទាំងពីរនាក់នេះខុសប្លែកគ្នាខ្លាំងណាស់ម្នាក់គ្រាន់តែមកដើម្បីលែបខែកូនក្រមុំខ្លួនរីឯម្នាក់ទៀតពិតជាមានចិត្តចង់សិក្សារៀនសូត្រមន្តវិជ្ជាពិតមែនប៉ុន្តែលោកតាសម្រិតមិននិយាយអ្វីឡើយហើយក៏បង្រៀនមន្តវិជ្ជាដោយដែលខ្លួនបានបង្រៀនសិស្សមុនដែរថ្ងៃមួយនៅពេលដែលពួកគេកំពុងតែរៀនមន្តវិជ្ជាស្រាប់តែពេលនោះកូនក្រមុំរបស់តាសម្រិតក៏បានយកទឹកដើម្បីជូនអ្នកទាំងពីរបរិភោគប៉ុន្តែពេលនោះនាយកុសលដែលជាមនុស្សប្រុសត្រឹមត្រូវមិនមានអាការៈអ្វីខុសប្លែកឡើយតែនាយវិបុលនេះវិញកំពុងតែជ្រួលជ្រើមលែបខាយជាមួយនឹងកូនរបស់គ្រូទោះបីជានាយបុត្របាននិយាយលែបខាយយ៉ាងណាក៏កូនរបស់នាយសម្រិតមិនចាប់អារម្មណ៍ប៉ុន្តែនាងប្រែជាផ្ទុយទៅនិយាយលែបខាយជាមួយនឹងបុរសកុសលទៅវិញណែលោកហូបទឹកបន្តិចទៅដើម្បីឲ្យមានកម្លាំងបន្តទៅមុខទៀតបើលោកមិនហូបអ្វីសោះបែបនេះលោកពិតជាគ្មានកម្លាំងទេកូនសិស្សរបស់ពុកខ្ញុំតាំងពីដើមមកហូបថ្នាំគឺស្ថិតទៅលើការគ្រប់គ្រងរបស់ខ្ញុំពេលនោះនាយបុត្រនេះពិតជាខឹងខ្លាំងណាស់ដោយសារតែខ្លួនខិតខំរៀបរឹកនិយាយទៅកាន់ស្រីក្មេងតែនាងបែរជាមិនចាប់អារម្មណ៍ត្រាប់តែចាប់អារម្មណ៍បុរសក្រីក្រម្នាក់នោះទៅវិញយ៉ាអុយរកសិនចោះនាងអញខំនិយាយចូលហើយបើជាមិននិយាយចូលអញតើនិយាយចូលអកុសលឯណាស្គួយចាំមើលចោះថ្ងៃណាមួយអញនឹងយកនាងធ្វើជាប្រពន្ធអញឲ្យបាននៅថ្ងៃមួយគ្រូសម្រិតក៏បានហៅកូនសិស្សទាំងពីរនាក់ឲ្យចូលទៅក្នុងព្រៃដើម្បីរកនាងពួនមកឧបកិច្ចធ្វើជាគ្រឿងសក្ការៈទុកការពារផ្ទះសម្បែងនិងការពារខ្លួនផងដែរប៉ុន្តែនៅពេលនោះរឿងចម្លែកមួយបានកើតឡើងមកមើលចៅបុត្រនិងចៅកុសលចូលអ្នកដើរជីកនាងពួននៅតាមដើមឈើនេះខ្ញុំនឹងប្រាប់ថារូបរាងរបស់នាងពួននោះយ៉ាងម៉េចបាទលោកគ្រូក្រោយពីពួកគេដើរចូលព្រៃអស់មួយស្របក់ពេលនោះហើយគ្រូក៏បានជីកនាងពួននៅលើដើមឈើរួចហើយក៏ប្រាប់ពីសន្តានរបស់វាពេលនោះកុសលបានត្រង់ត្រាប់ស្ដាប់គ្រូរួចហើយក៏បានដើរកាប់នាងពួននោះបានយ៉ាងច្រើនប៉ុន្តែងាយបុត្រវិញមិនបានត្រង់ត្រាប់ស្ដាប់គ្រូទេហើយក៏មិនដឹងថានាងពួននោះនឹងរូបរាងបែបណាដែរមិនយូរប៉ុន្មាននាយបុត្រនេះក៏អស់ដៃអស់ជើងគ្មានកម្លាំងកំហាយនឹងបន្តទៅមុខរួចហើយក៏ប្រាប់គ្រូនិងនាយកុសលឲ្យដើរចូលទៅក្នុងព្រៃចុះរីឯខ្លួនចាំនៅមាត់ផ្លូវនេះលោកគ្រូខ្ញុំពិតជាអរកម្លាំងខ្លាំងណាស់លោកគ្រូនិងអកុសលទៅកាប់ពុនចោះខ្ញុំនៅចាំនៅទីនេះមិនអីទេបើអញ្ចឹងឯងចាំគ្រូហើយនឹងកុសលនៅទីនេះហើយណាកុំដើរទៅណាសោះក្រោយពីការរងចាំលោកគ្រូនិងនាយកុសលអស់ជាយូរពេលនោះស្រាប់តែមានខ្យល់ធំបក់បោកហើយក៏មានមែកឈើមួយបានធ្លាក់ចំពីមុខនាយបុត្រនោះជីហើយចុះមេឈើនេះមិនក៏ធ្លាក់ពីក្បាលអញវយមិនកើតទេនៅក្នុងព្រៃមិនគួរណាមកជ្រកក្រោមដើមឈើធំបែបនេះឡើយវបីក្បាលងប់ខានចាស់នៅពេលនោះពេលដែលគេនិយាយមិនទាន់ផុតមាត់ផងស្រាប់តែមាននារីម្នាក់បានហោះចេញពីមែកឈើនោះនារីម្នាក់នោះមានរូបរាងគួរឲ្យខ្លាចសក់វែងប៉ុន្តែមុខមាត់វិញដូចជាខ្មោចបន្តិចដូចជាមនុស្សបន្តិចរួចហើយក៏ប្រាប់នាយបុត្រថាទីបំផុតអញបានចេញមកហើយហាហាឯងកុំឆ្ងល់ថាយើងជាអ្នកណាយើងគឺជានាងពួនប៉ុន្តែយើងគឺជានាងពួនដែលមានកំហឹងខឹងជាខ្លាំងចំពោះអាគ្រូសម្រិតនោះព្រោះថាវាបានយកបងប្អូនកូនចៅអញយកទៅធ្វើពិធីដើម្បីការពារខ្លួនវាជាច្រើនធ្វើឲ្យអញនេះហិនពូជដល់ហើយដូច្នេះហើយអញទៅរកវិធីសងសឹកវាវិញចូលឯងជួយអញហើយអញនឹងផ្ដល់នៅអ្វីដែលឯងចង់បានក្រោយមកនាយបុត្រនោះក៏មិនបានប្រកាយព្រោះឮថាខ្លួននឹងទទួលបាននៅអ្វីដែលខ្លួនចង់បានរួចហើយក៏បានស្នើទៅនាងពួននោះបានអញជួយក៏បានដែរ
ប៉ុន្តែនាងត្រូវតែធ្វើឲ្យអញនេះបានកូនអាគ្រូនោះធ្វើជាប្រពន្ធបើមិនចឹងទេអញមិនជួយនាងឯងឡើយ នាងខ្មោចនោះគ្រាន់តែឮនាយបុត្រនេះនិយាយហើយក៏ញញឹមស្រស់ប្រំប្រៃព្រោះថានាយបុត្រនេះគឺជាមនុស្សតែម្នាក់ដែលអាចជួយនាងឲ្យចូលទៅក្នុងផ្ទះគ្រូនោះបានអញនឹងជួយឯងតែឯងត្រូវតែធ្វើតាមអញត្រូវតែលាក់យើងនៅក្នុងចង្កេះហើយឯងត្រូវតែយកយើងចូលទៅក្នុងផ្ទះនោះឲ្យបានចាំយើងជួយឯងនៅតាមក្រោយ បានមិនអីទេចាំអញជួយកុំភ័យអី ក្រោយមកនាយបុត្រនេះក៏បានយកឈើនោះយកដាក់នៅក្នុងបង្វេចហើយក៏បានដើរត្រឡប់មកផ្ទះមិនយូរប៉ុន្មានគ្រូនិងកុសលក៏បានត្រឡប់ចូលមកផ្ទះវិញរួចហើយក៏បាននិយាយទៅកាន់នាយបុត្រ ណែបុត្រមិនក៏ឯងនេះមកផ្ទះលឿនម្លេះអញខំចៅឯងនៅក្នុងព្រៃមិនគួរណាឯងខុសសន្យាជាមួយនឹងយើងសោះឯងដឹងទេនៅក្នុងព្រៃមិនអោយនិយាយកុហកឡើយខ្ញុំសុំទោសខ្ញុំឈប់ហើយមិនអីទេបើលើកក្រោយទៀតណាបើឯងចង់មកផ្ទះឯងទៅប្រាប់យើងថាឯងមកផ្ទះកុំប្រាប់យើងថានៅចាំម្លេះនោះកុំអោយយើងខកការរក្សាឯង លុះដល់យប់ឡើងនាយបុត្រនេះក៏បានយកពលឈើនោះយកចេញមកក្រៅរួចហើយក៏បានទាមទារសន្យា នាងឆាប់ទៅជួយយកនាងកូនក្រមុំរបស់អាគ្រូនោះយកមកដល់បន្ទប់អញភ្លាមព្រោះថាពេលនេះអញពិតជាត្រូវការនាងនោះខ្លាំងណាស់ នៅពេលនោះនាងពួនក៏បានធ្វើតាមសន្យាប៉ុន្តែនៅពេលដែលនាងបានទៅដល់មុខបន្ទប់ត្រាប់តែចំពេលនោះនាយកុសលកំពុងតែដើរនៅក្បែរនោះដែរនាយកុសលនេះហេតុតែខំត្រង់ស្ដាប់គ្រូពន្យល់ណែនាំនៅមុខវិជ្ជាពេលនោះធ្វើឲ្យគេបានដឹងថាមានខ្មោចកំពុងតែចង់យាយីកូនក្រមុំរបស់គ្រូ មិនក៏នាងត្រឡប់មកវិញហើយដោយគ្មាននាំកូនក្រមុំរបស់អាគ្រូនោះមកអញ្ចឹង ណាស់ហើយបាត់មកសិនទៅនៅពេលនោះយើងចិត្តការបានទៅហើយស្រាប់តែមានអាកំឡំម្នាក់មានដួងកែពិសេសក្នុងខ្លួនវាមានបារមីខ្ពស់ខ្លាំងណាស់វាក៏បានដឹងថាមានអ្វីប្លែកហើយក៏បានដើរសម្ដៅមករកយើងធ្វើឲ្យយើងទប់ទល់នឹងពន្លឺនោះមិនបានឡើយដូច្នេះហើយយើងក៏ដកថយសិនឯងកុំបញ្ញាប់ពេកឯងអីកូនតែសាខ្លាំងម្ល៉េះ យើងជួបប្រប្រែជាមួយនឹងនាងហើយនៅយប់ស្អែកនាងត្រូវតែប្រាប់កូនក្រមុំរបស់គុំនោះព្រោះថាយើងនេះពិតជាឆ្កេចនឹងចរិតអាគ្រូនោះខ្លាំងណាស់ បានចាំយើងទៅរកនាងឲ្យប៉ុន្តែនៅយប់នេះអញសូមដើរឲ្យឆ្អែតចាំឯងហៅយើងត្រឡប់មកវិញយើងត្រូវការបំពន់កម្លាំងធាតុនៅផ្ទះរបស់អាគ្រូនេះប្រកាសជាចិញ្ចឹមសត្វពន្លាត់ច្រើនហើយដូច្នេះយើងត្រូវតែបឺតឈាមស្រស់សិនលុះដល់ព្រឹកឡើងគ្រូនិងកុសលបានចុះពីលើផ្ទះស្រាប់តែបានឃើញសត្វចិញ្ចឹមរបស់ខ្លួនបានដេកដួលងាប់នៅក្នុងថ្លុកឈាម ចម្លែកម្លេះសត្វគោប្រឡត់របស់អញមិនដែលងាប់បែបនេះទេមិនក៏មានរឿងចម្លែកបែបនេះ ត្រាប់តែពេលនោះកុសលក៏បានប្រាប់ទៅគ្រូថា លោកគ្រូយកមិញខ្ញុំមានអារម្មណ៍ថាដូចជាមានព្រាយមានខ្មោចមកដល់ផ្ទះយើងតែនៅពេលដែលខ្ញុំដើរសម្ដៅទៅត្រាប់តែបាត់នៅរឿងរ៉ាវទាំងអស់នោះភ្លាមខ្ញុំពិតជាមានអារម្មណ៍ថាប្លែកខ្លាំងណាស់មុនដូចជារបស់ខ្ញុំតិចខ្ញុំមិនអាចចាប់បានដូចជាលោកគ្រូឡើយប៉ុន្តែយប់មិញខ្ញុំបានដឹងថាខ្មោចនោះកំពុងតែស្ថិតនៅក្នុងតំបន់បន្ទប់របស់កូនក្រមុំរបស់លោកគ្រូនោះឯង យើងគិតថានេះមិនមែនជារឿងធម្មតានោះទេប្រកបជាមានខ្មោចបិសាចណាមកអុកលុកហើយព្រោះថាយើងចូលទៅក្នុងព្រៃស្រួលមិនស្រួលវាមកតាមយើងក៏ថាបានមែនហើយលោកគ្រូខ្ញុំក៏គិតអញ្ចឹងដែរ លុះដល់យប់ទី2ចូលមកដល់គ្រូនិងកុសលក៏មិនទាន់ដេកនៅពេលនោះគេក៏បានលួបចាំនៅក្បែរបន្ទប់របស់កូនស្រីស្រាប់តែពេលនោះនាងខ្មោចពួននោះក៏បានចេញមកម្ដងទៀតនៅចំមាត់ទ្វាររបស់កូនស្រីបំរុងនឹងចូលទៅហើយតែពេលនោះស្រាប់តែសីមាបានបញ្ចេញសិលធ្វើឲ្យត្រូវរព្រលឹងរបស់នាងខ្មោចនោះអូយឈឺណាស់ហេតុអីក៏ចុកខ្លាំងម្ល៉េះតើនេះជាធ្លាក់ដៃរបស់អ្នកណា វាគឺជាស្នាដៃរបស់យើងនាងខ្មោចព្រាយនាងឯងគឺជាខ្មោចព្រាយអ្វីចូលនិយាយភ្លាមមក តាពិតគឺជាគ្រូសម្រាប់ឯងទេឬ
អញគឺជាខ្មោចព្រាយនៅក្នុងព្រៃដែលឯងដើរខ្វេះខ្វាតជារៀងរាល់ថ្ងៃនោះហើយអញរស់នៅតែអញមិនក៏ឯងទៅបំពេញអញ អញមិនដែលបំពេញនរណាទេកុំមកនិយាយបែបនេះវើយ មិនដែលយ៉ាងម៉េចអញគឺជានាងពូនកូនចៅអញរស់នៅក្នុងព្រៃខំពូនសំងំក្នុងស្បែកឈើក្នុងសាច់ឈើគិតថាមិនចង់ឲ្យបំពីបំពៀនជាមួយអ្នកណាហេតុអីក៏ឯងទៅខ្វេះខ្វាយកូនចៅអញខ្លះងាប់ខ្លះពិការខ្លះឯងទោកមកចងយកមកធ្វើជាកូនចៅបរិវារតើឯងគិតថានេះគឺជារឿងដែលឯងធ្វើត្រូវមែនទេ ការរកឈើនឹងពូនយកមកធ្វើជាសក្ការៈពិធីដើម្បីដាស់ឲ្យមានមហិទ្ធិឫទ្ធិការពារខ្លួនគឺជាពិធីដែលដូនតារបស់យើងបានបន្សល់ទុកយើងមិននឹងដឹងថាយើងធ្វើបែបនេះប៉ះពាល់ដល់នាងទៅ អញមិនខ្វល់ទេកូនចៅដូនតាស្អីសំខាន់អញក៏មានកូនចៅរបស់អញដែរឯងគួរតែគិតមើលទៅបើនៅសុកគេមកខ្វេះខ្វាយកូនចៅរបស់ឯងតើឯងគិតយ៉ាងម៉េច បើដូច្នេះអញនឹងសុំឲ្យនាងលើកលែងទោសឲ្យអញហើយអញឈប់ទៅបំពីបំពេញកូនចៅនាងទៀតហើយទូនាងទៅរស់នៅក្នុងព្រៃឲ្យសពសុខចុះ បើឯងគិតបែបនេះល្អហើយតែមុននឹងអញចេញទៅឯងសូមប្រាប់ឯងរីមួយអូនសិស្សរបស់ឯងដែលមានឈ្មោះថាអាបុតនោះគឺជាមនុស្សអាក្រក់វាចង់បានកូនក្រមុំរបស់ឯងទៅធ្វើជាប្រពន្ធទៅវាខំចិញ្ចឹមអញដើម្បីឲ្យអញជួយនាំនាងក្រមុំនេះទៅធ្វើជាប្រពន្ធរបស់វាមិនមែនជាមនុស្សល្អទេ បានអញអរគុណហើយដូច្នេះអញនឹងចាត់ចែងធ្វើរឿងរ៉ាវនេះទូនាងទៅកន្លែងដែលនាងមកមិនចោះ ក្រោយមកគ្រូសម្រិទ្ធក៏បានដេញនាងបបចេញពីអាស្រមរបស់ខ្លួនរួចហើយប្រកាសប្រាប់ប្រជាជនថានាងនេះគឺជាមនុស្សសាមញ្ញមានចិត្តដេរឆានចង់ធ្វើបាបខ្លួននឹងកូនស្រីរីឯនាងកុសលគឺជាមនុស្សល្អហើយខ្លួននឹងលើកកូនក្រមុំឲ្យធ្វើជាប្រពន្ធ